សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel បង្ហាញសម្រាប់ដូចជាសូមជួយចុច Subscribe ដែលនេះម្នាក់មួយផងដែរតោះកុំឲ្យខាត់ទៅយូរចូលស្អីរឿងយើងតែម្ដងទៅហើយភាគនេះដែរគឺ admin សម្រាប់បានតែនាទីតិចទេដោយសារតែថ្ងៃនេះជាប្រវត្តិជូនបងអូនទៅប្រឡងបាក់ឌុបដូច្នេះហើយក៏ឆ្លៀតពេលបន្តិចទៅត្រឡប់ចូលមកស្អីរឿងយើងវិញគឺរឿងស្នេហ៍អូន Generation ភាគទី26តពីកាលពីម្សិលមិញហ្នឹងគឺម៉ាក់បងណៃគាត់បានទៅរកបងណៃនៅឯផ្ទះពួកគាត់ទាំងពីរហ្នឹងគឺផ្ទះរបស់បងណៃជាមួយនឹងសាន់នីហ្នឹងហើយពេលដែលទៅដល់ហ្នឹងគឺគាត់បាននិយាយថាអ្នកផ្សេងមិនពាក់ប៉ុន្តែគាត់ចង់និយាយគ្នាតែជាមួយនឹងកូនគាត់ទេដូច្នេះបានបងណៃគាត់ឲ្យសាន់នីឡើងទៅចាំនៅបន្ទប់ពីលើទៅគាត់ក៏បាននិយាយជាមួយនឹងម៉ាក់គាត់បន្ទាប់មកម៉ាក់របស់គាត់ហ្នឹងក៏បាននិយាយសួរបងណៃថាហេតុអ្វីបានជាឯងទៅឡើងធ្វើបទសម្ភាសន៍បែបហ្នឹងឯងធ្វើបែបហ្នឹងដូចខ្ញុំនឹងធ្វើបែបអ្នកដទៃអញ្ចឹងធ្វើឲ្យគេគិតខុសគិតយកច្រឡំមកលើគាត់អញ្ចឹងណាដូចពេលហ្នឹងបងណៃក៏បានសរឲ្យម៉ាក់គាត់ពេញថាចុះពេលដែលម៉ាក់ឡើងទៅធ្វើបទបង្ហាញធ្វើបទសម្ភាសន៍នៅក្នុងកម្មវិធីហ្នឹងហេតុអ្វីម៉ាក់មិនគិតផងហេតុអ្វីមិនម៉ាក់គិតថាវាជាកំហុសរបស់ម៉ាក់តែម្នាក់ឯងចុះពេលដែលម៉ាក់ឯងធ្វើហ្នឹងមិនគិតពីសានីជាប្រពន្ធរបស់ខ្ញុំនឹងផងពេលឮដូច្នេះហើយម៉ាក់បងណៃគាត់ក៏បានតបទៅវិញថាហេតុអ្វីបានជាកូននិយាយសក់ឲ្យម៉ាក់បែបហ្នឹងម៉ាក់មានសិទ្ធិប៉ុន្តែកូនមិនមានសិទ្ធិទេរឿងវាពីរខុសគ្នាព្រោះគាត់ជាម្ដាយរបស់ឯងដូច្នេះហើយគាត់មានសិទ្ធិនៅក្នុងការបញ្ចេញការឈឺចាប់ការខូចចិត្តរបស់គាត់ឲ្យអ្នកដទៃដឹងដែរពេលហ្នឹងបងណៃគាត់ក៏បានតបទៅវិញថាចុះម៉ាក់ដែលគិតពីសាន់នីដែរឬទេសាន់នីគាត់ក៏មិនបានធ្វើអ្វីខុសដែរហេតុអ្វីក៏បានត្រូវឲ្យគេជេរស្ដីប្រមាថគាត់ទាំងដែលគាត់មិនបានធ្វើអ្វីខុសហ្នឹងតែម៉ាក់បានគាត់វិញមិនដែរអត់ពេលហ្នឹងម៉ាក់របស់គាត់ក៏បាននិយាយថាឯងលេងដូចពីមុនហើយយើងជាម៉ាក់ឯងណាហេតុអ្វីបានជាឯងនិយាយបែបហ្នឹងហើយការដែលយើងឡើងទៅធ្វើបទសម្ភាសន៍នៅក្នុងកម្មវិធីហ្នឹងយើងក៏មិនបានលើកឈ្មោះសាន់នីមកនិយាយដែរគឺគ្រប់គ្នាគេគិតយកខុសពីខ្លួនឯងទេបងណៃក៏បានតថាម៉ាក់មិនបាននិយាយអំពីសាន់នីទេប៉ុន្តែម៉ាក់មានបំណងហើយម៉ាក់ក៏ដឹងច្បាស់ដែរថាវានឹងមានរឿងនឹងកើតឡើងទើបម៉ាក់បានធ្វើបែបហ្នឹងនោះតើម៉ាក់នៅតែមិនព្រមទទួលកំហុសដែលម៉ាក់បានធ្វើទេឬម៉ាក់គាត់ក៏បានឆ្លើយតបថាគាត់មិនទទួលខុសអ្វីទាំងអស់ព្រោះគាត់មិនខុសទេគាត់និយាយតែអ្វីដែលគាត់ចង់និយាយទេហើយវាក៏ជាការពិតដែរនិយាយរួមទៅអ្នកទាំងអស់គ្នាគឺម៉ាក់របស់គាត់ហ្នឹងគឺមិនដែលខុសទេគឺអានតែខ្លួនឯងហ្នឹងគឺត្រូវរហូតនឹងហើយដល់ទូជាកំសត់យ៉ាប់មែនណាស់គ្នាមួយនេះបងណៃគាត់ក៏បាននិយាយតទៅវិញថាចាប់ពីពេលនេះតទៅខ្ញុំនឹងលេខមានទំនាក់ទំនងជាមួយនឹងម៉ាក់ចិត្តស្និទ្ធដូចមុនហើយខ្ញុំនឹងជ្រើសរើសយកមនុស្សដែលខ្ញុំស្រឡាញ់ខ្ញុំនឹងការពារនាងហើយពេលហ្នឹងម៉ាក់របស់គាត់ក៏បាននិយាយថាតើឯងលេងស្រឡាញ់ម៉ាក់ដូចពីមុនហើយឬមែនទេហើយគាត់នឹងលេងជាមនុស្សដែលគាត់ស្រឡាញ់ទៀតហើយមែនបានជាបងណៃគាត់និយាយបែបហ្នឹងដាក់គាត់អញ្ចឹងណាបងណៃគាត់ក៏បាននិយាយថាម៉ាក់នៅតែជាម៉ាក់របស់ខ្ញុំហើយខ្ញុំក៏នៅតែស្រឡាញ់ម៉ាក់ប៉ុន្តែទំនាក់ទំនងរបស់យើងពេលនេះគឺគួរតែមានព្រំដែនកុំឲ្យហួសព្រំដែនហើយទាំងកុំឲ្យវាចូលព្រំដែនខ្លាំងពេកយ៉ាងណាព្រោះឲ្យយើងរក្សាជីវិតឯកជនផងទៅបីជាយើងម៉ាក់និងកូននឹងគ្នាក៏ដោយប៉ុន្តែក៏គួរតែគោរពសិទ្ធិឯកជនរៀងខ្លួនផងដែរមិនអាចធ្វើអីតាមទៅចិត្តខ្លួនឯងបានទេកុំអាងតែខ្លួនឯងជាម៉ាក់អាចយកធ្វើអ្វីគ្រប់យ៉ាងមកលើកូននោះរឿងស្នេហ៍អូនជានិរន្តរ៍ចាប់តែប៉ុណ្ណឹងកុំភ្លេចតាមដានភាពបន្តនៅថ្ងៃស្អែកផងណាសូមជួយចុច Subscribe ដល់ admin ម្នាក់មួយផងអរគុណច្រើនបាយបាយ